ធបតីកោសសើរស្មារតីចូលរួមយ៉ាងផុសផុលក្នុងព្យុហយាត្រាដើរដើម្បីសន្តិភាពជាទឹកចិត្តធំធេងសម្រាប់រដ្ឋាភិបាលសម្ដេចធបតីហ៊ុនម៉ាណែតសូមកោសសើរចំពោះស្មារតីចូលរួមយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍ព្យុហយាត្រាដើរដើម្បីសន្តិភាពដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រដ្ឋាភិបាលក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិនិងប្រជាជនកម្ពុជាលើបណ្ដាញសង្គមផ្លូវការសម្ដេចធបតីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី18 ខែធ្នូបានបង្ហោះសារយ៉ាងដូចនេះថាកម្ពុជាត្រូវការសន្តិភាព Cambodia need peace មហាគ្រួសារកម្ពុជាមហានៃសាមគ្គីភាពស្មារតីតែមួយសំឡេងតែមួយបានស្រែកឡើងដូចគ្នាគឺកម្ពុជាត្រូវការសន្តិភាពសូមផ្ញើជូនពិភពលោកពីបេះដូងបរិសុទ្ធនិងចេតនាដ៏ស្មោះត្រង់បំផុតបើតាមបណ្ដាញសង្គមសម្ដេចធបតីមហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋានគ្រប់និន្នាការនយោបាយនិងសាសនាបានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយដើម្បីធ្វើព្យុហយាត្រាដើរដើម្បីសន្តិភាពរបស់មហាគ្រួសារខ្មែរដែលបានចាប់ផ្ដើមធ្វើដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យក្នុងបរិយាកាសពោពេញដោយក្តីសង្ឃឹមក្តីជឿជាក់និងស្មារតីសាមគ្គីភាពជាតិបណ្ដាញសង្គមសម្ដេចធបតីក៏បានគូបញ្ជាក់ថាសម្លេងរបស់ប្រជាពលរដ្ឋកម្ពុជាគឺជាសម្លេងដែលឲ្យតម្លៃលើសន្តិភាពនិងការប្រាថ្នាចូលរួមដោយសន្តិសហវិជ្ជមានជាមួយនឹងគ្រប់ប្រជាជាតិទាំងអស់តាមរយៈការផ្ញើសារសន្តិភាពជាងពីបេះដូងប្រជាពលរដ្ឋខ្មែរទៅកាន់សង្គមជាតិនិងសហគមន៍អន្តរជាតិថាកម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញវិនិស្សកម្មនិងការបាត់បង់អាយុជីវិតណាមួយឡើយទោះបីជាក្នុងកលៈទេសៈឬបរិបទណាក៏ដោយជាមួយគ្នានេះសម្ដេចធបតីនាយករដ្ឋមន្ត្រីសូមកោតសរសើរនិងថ្លែងអំណរអគុណចំពោះស្មារតីចូលរួមយ៉ាងផុសផុលដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រដ្ឋាភិបាលក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិនិងប្រជាជនកម្ពុជាសូមអរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានចូលរួមរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះដើម្បីផ្ដល់ឱកាសឲ្យមហាគ្រួសារខ្មែរចូល